មីកែល ម៉ូរីណូ អាចថាជាផ្កាយសំណាងរបស់អេស្ប៉ាញក៏ថាបានពីប្រកួតចុងក្រោយគាត់តែងតែធ្វើបានល្អនៅចុងតង់ដោយការពីរាត្រីយប់មិញអេស្ប៉ាញជាមួយនឹងបែលហ្សិកកីឡាករមីកែល ម៉ូរីណូបានបដូរចូលនៅនាទីទី86បន្ទាប់មកនៅនាទីទី88កីឡាករមីកែល ម៉ូរីណូបានសុទ្ធបញ្ចូលទីទៅលើក្រុមបែលហ្សិកនាទី88ក៏លេខទៅមើលការប្រកួតការប៉ះជាមួយនឹងប៉ូទុយហ្គាល់ក៏ដូចគ្នាកីឡាករ ម៉ូរីណូបានបដូរចូលនៅនាទីទី85បន្ទាប់មកគាត់បានសុទ្ធបញ្ចូលទីយកជ័យជំនះទៅលើក្រុមប៉ូទុយហ្គាល់នៅនាទីទី90+1ពិតជាមិនសរសើរមិនបានអាចថាជាយុទ្ធសាស្ត្ររបស់គ្រូក៏ថាបានគាត់គឺជាអាវុធសម្ងាត់របស់ក្រុមជម្រើសជាតិអេស្ប៉ាញដូច្នេះចូលរួមអបអរដល់ក្រុមជម្រើសជាតិអេស្ប៉ាញដែលបានយកជ័យជំនះទៅលើក្រុមជម្រើសជាតិបែលហ្សិកដែលលទ្ធផល2-1ដើម្បីមានឱកាសឆ្ពោះដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ជួបជាមួយនឹងក្រុមជម្រើសជាតិបារាំងកាន់តែកក្រើកកាន់តែជក់ចិត្តវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៃពានរង្វាន់ FIFA World Cup ឆ្នាំ2026សូមអរគុណជម្រាបលា